សួស្តីលោកអ្នកបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទសំខាន់មួយសម្រាប់ឆ្នាំនេះបើលោកអ្នកចង់សន្សំលុយបាននៅក្នុងឆ្នាំនេះសូមចាប់ផ្ដើមដូចតទៅបងប្អូនមនុស្សជាច្រើននិយាយថាឆ្នាំនេះខ្ញុំនឹងសន្សំលុយឲ្យបានប៉ុន្តែនៅចុងឆ្នាំលុយនៅតែមិនសល់ដដែលហេតុអ្វីព្រោះយើងចាប់ផ្ដើមមិនបានត្រឹមត្រូវតាំងពីដំបូងថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកបងប្អូនទាំងអស់គ្នាអំពី7ជំហានសំខាន់ដែលអាចជួយលោកអ្នកឲ្យសន្សំលុយបានពិតប្រាកដនៅក្នុងឆ្នាំថ្មីនេះជំហានទី1ផ្លាស់ប្ដូរផ្នត់គំនិតរបស់លោកអ្នកអំពីលុយជំហានទី1ឬជំហានដំបូងគឺយើងមិនមែនផ្ដោតទៅលើការសន្សំលុយជាមុនទេប៉ុន្តែយើងផ្ដោតទៅលើការផ្លាស់ប្ដូរផ្នត់គំនិតអំពីលុយជាមុនបងប្អូនទាំងអស់គ្នាមនុស្សដែលកំពុងតែខ្វះខាតពួកគេគិតថាសន្សំលុយស្មើឲ្យពួកគេសល់លុយទៅពួកគេព្រមសន្សំតែអ្នកដែលធូរធារឬក៏ជីវភាពរបស់ពួកគេគ្រាន់បើបន្តិចពួកគេគិតថាសន្សំមុនទើបចំណាយតាមក្រោយពេលដែលលោកអ្នកបងប្អូនចាប់ផ្ដើមធ្វើរបៀបនេះពីថ្ងៃនេះទៅពេលលោកអ្នកបងប្អូនបានបើកប្រាក់ខែឬប្រាក់ចំណូលមកសូមចាប់ផ្ដើមសន្សំជាមុនសិនពី10ទៅ 20% ហើយបន្ទាប់មកទើបលោកអ្នកបងប្អូនបែងចែកទៅតាមការចំណាយតាមក្រោយផ្សេងៗទៀតនេះហៅថាការចំណាយទៅលើខ្លួនឯងជាមុនសិនឬ pay yourself first បើលោកអ្នកមិនធ្វើបែបនេះទេលុយរបស់លោកអ្នកដែលកំពុងតែមាននោះវានឹងរត់ចេញពីដៃរបស់លោកអ្នកជានិច្ចជំហានទី2កំណត់គោលដៅសន្សំលុយរបស់លោកអ្នកនៅក្នុងឆ្នាំថ្មីនេះតើលោកអ្នកចង់សន្សំលុយចំនួនប៉ុន្មាន5លានរៀលឬស្មើ$500ចង់សន្សំ4លានរៀលឬស្មើ$1000ឬក៏មួយទៀតចង់សន្សំ20លានរៀលស្មើឲ្យ$5000បើលោកអ្នកបងប្អូនមិនបានកំណត់គោលដៅបែបនេះទេការគិតនឹងខួរក្បាលរបស់លោកអ្នកនឹងមិនយកចិត្តទុកដាក់ទៅលើចំណុចទាំងនោះឡើយឧទាហរណ៍ថាខ្ញុំចង់សន្សំលុយចំនួន$4,80,000ឬក៏ស្មើនឹង$1,200នៅក្នុងឆ្នាំនេះមានន័យថាស្មើឲ្យខ្ញុំត្រូវសន្សំ$40,000រៀលនៅក្នុងមួយខែដូច្នេះហើយបងប្អូនទាំងអស់គ្នាបងប្អូនឃើញទេថាវាមិនធំពេកទេសម្រាប់លោកអ្នកបងប្អូនដែលអាចកំណត់គោលដៅបានប្រសិនបើលោកអ្នកបងប្អូនគិតថាចំនួនដែលខ្ញុំឧទាហរណ៍នេះវាធំពេកលោកអ្នកបងប្អូនអាចកំណត់ទៅតាមលទ្ធភាពរបស់លោកអ្នកបងប្អូនប៉ុន្តែសូមកុំភ្លេចជំហានទី2នេះត្រូវតែកំណត់គោលដៅនៅក្នុងឆ្នាំថ្មីនីមួយៗឬឆ្នាំនេះផ្ទាល់ដែលលោកអ្នកបងប្អូនចង់សន្សំលុយចំនួនប៉ុន្មានកិច្ចការមួយចំនួនវានឹងមិនធំពេកទេសម្រាប់លោកអ្នកបងប្អូនហើយនិងខ្ញុំតែប្រសិនបើលោកអ្នកបងប្អូនធ្វើវាជាប្រចាំនោះលោកអ្នកបងប្អូនអាចសម្រេចវាបានយ៉ាងងាយឥឡូវនេះចូលមកដល់ជំហានទី3តាមដានការចំណាយប្រចាំថ្ងៃមនុស្សភាគច្រើនមិនដឹងថាលុយរបស់ពួកគេចំណាយទៅលើអ្វីខ្លះតែក្រោយពេលដែលពួកគេបានកត់ត្រាពួកគេដឹងថាពួកគេត្រូវការចំណាយទៅលើកាហ្វេជារៀងរាល់ថ្ងៃញ៉ាំអាហារខាងក្រៅជារៀងរាល់ថ្ងៃប្រើប្រាស់របស់របរដែលមិនចាំបាច់ជារៀងរាល់ថ្ងៃពួកគេតែងតែទិញចូលជារៀងរាល់ថ្ងៃទោះបីរបស់របរនោះមិនចាំបាច់ក៏ដោយចំណាយតូចៗបូកបញ្ចូលគ្នាស្មើនឹងការបំផ្លាញលុយសន្សំរបស់លោកអ្នកសូមចាប់ផ្ដើមកត់ត្រានិងចំណាយទាំងអស់របស់លោកអ្នកក្នុងរយៈពេល30ថ្ងៃជារៀងរាល់ថ្ងៃអ្នកនឹងឃើញថាលុយរបស់អ្នកចេញតាមច្រកណាខ្លះជំហានទី4កាត់បន្ថយការចំណាយដែលមិនចាំបាច់នៅក្នុងឆ្នាំនេះសូមសួរខ្លួនឯងជារៀងរាល់ពេលដែលលោកអ្នកចង់ទិញអ្វីមួយតើខ្ញុំត្រូវការវាឬក៏ខ្ញុំចង់បានវាតម្រូវការឬក៏ជាការចង់បានមនុស្សដែលទទួលបាននៅជោគជ័យមួយចំនួនពួកគេអាចគ្រប់គ្រងនៅចំណង់នៃការចង់បានរបស់ពួកគេមិនឲ្យវាគ្រប់គ្រងលើជីវិតរបស់ពួកគេឡើយឧទាហរណ៍ថាទូរស័ព្ទថ្មីចេញភ្លាមយើងចង់បានភ្លាមឧទាហរណ៍អាហារសម្រាប់សុខភាពនោះគឺជាអ្វីដែលយើងត្រូវការបើលោកអ្នកគ្រប់គ្រងការចំណាយនេះបានការសន្សំលុយនឹងកើនឡើងភ្លាមស្របតាមគោលដៅនិងការរំពឹងទុករបស់លោកអ្នកជាមិនខានជំហានទី5បង្កើតលុយសន្សំបម្រុងសម្រាប់គ្រាមានអាសន្ននៅក្នុងឆ្នាំថ្មីនេះក៏ដូចជាឆ្នាំទៅមុខបន្តទៅទៀតមិនមានអ្វីដែលអាចធានាបានទេទាំងសេដ្ឋកិច្ចជំងឺឬក៏ការបាត់បង់ការងារអាចកើតឡើងគ្រប់ពេលវេលាដូច្នេះលោកអ្នកត្រូវតែមានលុយសន្សំសម្រាប់ទ្រទ្រង់គ្រាមានអាសន្នយ៉ាងហោចណាស់អាចទប់ស្កាត់និងចំណាយបានរយៈពេល3ទៅ6ខែដែរវាគឺជាខ្សែជីវិតហិរញ្ញវត្ថុដែលលោកអ្នកអាចការពារក្រុមគ្រួសារពីបំណុលបានជំហានទី6បង្កើនប្រាក់ចំណូល ឬបង្កើតប្រភពចំណូលថ្មីបន្ថែមទៀត
ការសន្សំលុយតែមួយផ្នែកវាមិនអាចនឹងឲ្យយើងគ្រប់គ្រាន់ឬក៏ពេញលេញបាននោះទេប៉ុន្តែអ្វីដែលសំខាន់ជាងការសន្សំលុយនោះគឺយើងត្រូវបង្កើនចំណូលឬក៏បង្កើតប្រភពចំណូលថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំនេះសូមលោកអ្នកបងប្អូនគិតថាតើខ្ញុំអាចរកប្រាក់បន្ថែមមកពីណាត្រូវលក់អនឡាញឬក៏ធ្វើការ freelance ឬក៏បង្កើត YouTube Channel ឬក៏បង្កើតជំនាញផ្សេងៗដែលលោកអ្នកកំពុងតែមានជាទេពកោសល្យឬក៏ជាពហុជំនាញណាមួយដែលលោកអ្នកអាចបង្ហាញឬក៏អាចបម្រើសេវាកម្មណាមួយនៅក្នុងការប្រើប្រាស់ទេពកោសល្យរបស់លោកអ្នកដើម្បីរកចំណូលបន្ថែមពេលនោះលោកអ្នកនឹងមើលឃើញថាការសន្សំលុយរបស់លោកអ្នកវានឹងអាចជោគជ័យហើយដំណើរការលឿនជាងមុនថែមទៀតផងជំហានទី7កុំសន្សំលុយទុកឲ្យនៅទទេដោយមិនបានប្រើប្រាស់សន្សំលុយទុកគឺល្អតែបើទុកនៅតែក្នុងធនាគារឬក៏សន្សំលុយទុកតែក្នុងកូនជ្រូកឬក៏សន្សំតែក្នុងសៀវភៅសន្សំវាមិនអាចធ្វើការឲ្យលោកអ្នកបានទេបើអាចលោកអ្នកគួរតែមានគម្រោងដកលុយសន្សំទាំងនោះយកទៅវិនិយោគទិញមាសពេលសមស្របណាមួយឬក៏បង្កើតអាជីវកម្មខ្នាតតូចណាមួយដែលអាចឲ្យលុយសន្សំទាំងនោះទៅបង្កើតលុយបន្ថែមទៀតឲ្យយើងលុយដែលធ្វើការឲ្យយើងគឺជាកន្លឹះដែលនាំយើងនិងក្រុមគ្រួសារទៅកាន់សេរីភាពហិរញ្ញវត្ថុនៅក្នុងជីវិតរបស់យើងបាទអរគុណច្រើនលោកអ្នកបងប្អូនដែលបានស្ដាប់អំពី7ជំហានខាងលើហើយខ្ញុំជឿថានៅឆ្នាំនេះលោកអ្នកបងប្អូនអាចនឹងផ្លាស់ប្ដូរជីវិតហិរញ្ញវត្ថុរបស់លោកអ្នកបានលោកអ្នកបងប្អូនមិនចាំបាច់ចាប់ផ្ដើមពីធំទៅពេកទេតែសូមចាប់ផ្ដើមពីតូចៗទៅនៅថ្ងៃនេះសន្សំតិចៗតែធ្វើជាប្រចាំគ្រប់គ្រងការចំណាយឲ្យបានល្អបង្កើនចំណូលឬក៏បង្កើតប្រភពចំណូលថ្មីៗឲ្យបានច្រើនប្រភេទច្រើនមុខហើយមួយឆ្នាំក្រោយលោកអ្នកនឹងអរគុណខ្លួនឯងដែលអាចចាប់ផ្ដើមពីថ្ងៃនេះទៅបានសូមចាំពាក្យមួយថាអ្នកមិនចាំបាច់រកលុយច្រើនដើម្បីសន្សំនោះទេតែលោកអ្នកត្រូវមានវិន័យដើម្បីសន្សំលុយជួបគ្នាក្នុងវីដេអូបន្ទាប់ប្រសិនបើលោកអ្នកបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ចំណេះដឹងដល់លោកអ្នកបងប្អូនសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា